ចាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូដំណាំមុខផ្ទះចាដំណាំមុខផ្ទះនិងក្រោយផ្ទះចំហៀងផ្ទះចាឥឡូវខ្ញុំតែខែបខំខ្ញុំចាប់ផ្ដើមបដោះចានេះទៅសក់ពីដើមហើយនេះសម្រាប់ធ្វើឲ្យទៅសក់នឹងវាឡើងវចាយើងមានស្រាប់នេះខ្ញុំទិញនៅឡូចានេះខ្ញុំនេះគឺជាសណ្ដែកសណ្ដែកហ្នឹងគឺសណ្ដែកវែងតែខ្ញុំមិនដឹងថាសណ្ដែកហ្នឹងគេហៅសណ្ដែកអីទេខ្មែរចាអាកាំងក៏អត់ដឹងដែរព្រោះអីគេឲ្យសណ្ដែកហ្នឹងវែងហើយធំចាហើយនេះសតាតសក់ចានេះអាដែកនេះក៏ខ្ញុំទិញនៅឡូដែរដើម្បីឲ្យតសក់ហ្នឹងវាឡើងណានេះហើយចាប់ផ្ដើមហើយហើយចំណែកអានេះជីពងទាកូនលខ្ទឹមខ្ញុំសល់ទៅក៏ចេះតែដាក់បោតទៅចានាងខ្ញុំស្រោចទឹកវាដូចជាអត់ដល់មិនដឹងវាដូចជាមិនសូវល្អហ្មងណាចាំមើលខ្ញុំនឹងព្យាយាមស្រោចទឹកឲ្យបានច្រើនទៀតចានៅនឹងអត់មានអីទេមានតែធ្វើដំណាំតិចតួចទៅខែ summer ណានេះអានេះជាពូជដែលខ្ញុំបដោះនេះអានេះផ្ទីទូចនេះហ្នឹងផ្ទីហើយចំណែកអា3វែងនេះគឺពោតអាកាំងពោតក្រហមណាហើយអានេះបន្លែរបស់អាកាំងដែរខ្ញុំមិនដឹងគេហៅអីដែរណាចានេះសិតតែអាកាំងនេះហើយនោះល្ពៅខ្មោចសម្រាប់ Halloween នោះតម្រាំតែកាលឆ្នាំទៅខ្ញុំបានដាំទៅផ្លែ3-4ដល់ Halloween ល្មមបានផ្លែយើងមិនបាច់ទៅទិញនៅផ្សារនេះផ្លែល្ពៅខ្មោចចាហើយអានេះតសក់ទឹកតែដុំទេចាហើយនេះលឹកខ្ទឹមជីពងទាកូនហើយចំណែកអានេះឆៃថាវចាឆៃថាវនេះខ្ញុំអត់បានដាំវាឲ្យធំត្រកលឹងដូចនៅផ្សារទេដាំឲ្យវាមកត្រឹមប៉ិនមេដៃចេះទៅណាប៉ិនមេដៃហ្នឹងទៅដកចេញមកហើយយើងធ្វើជ្រក់ញ៉ាំជាមួយត្រីចៀនណាឆ្ងាញ់ណានេះព្រោះអីយើងអត់បានដាក់ថ្នាំអីទេដល់ចឹងវាមិនបានធំដូចនៅទីផ្សារទេប៉ិនមេដៃធំជាងមេដៃបន្តិចហ្នឹងអស់ហើយអាចឆៃថាហ្នឹងហើយយកមកធ្វើជ្រក់ធ្វើទាំងស្លឹកទាំងអីហ្នឹងនេះពួកខ្ញុំដាក់បានច្រើនណាស់អានោះធំហើយចានេះបដោះអានេះក្រត់ទៅតែលំចេញមកទេចានេះសើបបន្លែវាលាយចម្រុះចាចម្រុះបោះអាស៊ីផងអាកាំងផងហើយចំណេះអានេះហឡាំងតាវធំទេព្រោះអីធាតុអាកាសវាត្រជាក់វាមិនសូវជាក្តៅដល់ពេលអញ្ចឹងវាមិនសូវឲ្យផលបានច្រើនហ្មងនេះខ្ញុំជាដាក់ច្រើនដែរតែវាចេញអត់ដូចថាគ្រាន់លាស់ចេញអញ្ចឹងណាតែសម្រាប់អាឆៃថាវនេះគឺវាធន់ត្រជាក់ដល់អញ្ចឹងដាក់ដឹងទៅបានហើយចំណែកអីផ្សេងបន្លែដូចតសក់ដូចល្ពៅអីហ្នឹងប្រើពេលយូរបន្តិចនេះខ្ញុំដាក់យូរ3-4តែជាអាច2 ទៅ 3 អាទិត្យអីបានចេញឬក៏អាចចូល4 អាទិត្យហ៎ព្រ
ពួកវាថ្ងៃខ្លះទៅវាក្តៅទៅថ្ងៃខ្លះទៅវាត្រជាក់អញ្ចឹងទៅណាតែអញ្ចឹងវាអត់សូវល្អទេតែមានតែឆៃថាវទេស្រួលដាំណាវាធន់ត្រជាក់បានហើយចំណែកនោះផ្លែនេះពេញប៉ោះខ្ញុំទៅទិញនៅ Costco វាមានស្រាប់អញ្ចឹងណាព្រោះខ្ញុំបដោះមានក្របពូជអាម៉ាក់អីក៏មានដែរទូចធំធាត់ស្គមអីមានទាំងអស់តែនាងខ្ញុំបដោះទៅវាអត់ចេញសោះហើយម្ទេសនេះក៏ទិញនឹងផ្សារដែរហើយអានេះដូចផ្លែល្ពៅហ៎ចាដូចជាល្ពៅមិនគេហៅល្ពៅអីទេចាល្ពៅបោះអាកៀងដែរហ្នឹងហើយទំបានលូតប៉ុណ្ណឹងចានេះសិតថានេះខ្ញុំទៅតែដាក់ទេប្រហែលជាបានមួយអាទិត្យនៅមិនតាន់ឃើញអីទេចាអញ្ចឹងឥឡូវទៅធ្វើតទៀតនៅដំណាំចំហៀងផ្ទះដំណាំចំហៀងផ្ទះម្ដងចានេះផ្លែ strawberry ក៏នេះខ្ញុំទិញនៅ Costco ដែរ strawberry ជាលើកទី1ហើយខ្ញុំមិនដឹងថាបានផលអីយ៉ាងម៉េចទេចាចេះតែដាក់សាកទៅណាមានអីសាកហ្នឹងទៅនេះសិតតែរបស់ Costco នេះខ្ញុំទិញនៅ Costco របស់ណាដែលខ្ញុំធ្វើអត់បានខ្ញុំទិញនៅ Costco អានេះជីនាងវងចាជីនាងវងចានោះសិតតែពេញប៉ោះហើយនឹងម្ទេសចាឥឡូវយើងបន្តទៅចំហៀងផ្ទះនេះចំហៀងផ្ទះណាចំហៀងផ្ទះនេះខ្ញុំដាក់ជីពីព្រោះចំហៀងផ្ទះនេះវាអត់សូវមានថ្ងៃប្រហែលទេថ្ងៃតែពេលព្រឹកទេអញ្ចឹងនាងខ្ញុំក៏សម្រេចចិត្តថាដាក់ជីទៅពីព្រោះដីយើងវាអត់សូវមានច្រើនអញ្ចឹងយើងដាក់ចំហៀងផ្ទះទៅនេះអានេះក៏ឆៃថើដែរខ្ញុំអត់មានដីខ្ញុំចិត្តតែដោតទៅសាកទៅណាចំហៀងផ្ទះសាកមើលកន្លែងដែលមិនសូវមានថ្ងៃច្រើនអញ្ចឹងណាអូខេលើកខ្ទឹមចេះតែដោតទៅហានេះគេហៅជីស្អីទេណាដូចជាជីយួនចាសុំទោសជីយួននេះដឹងជីយួនជីអីទេចាចេះតែហៅទៅនេះ